ลาลมภูมิจำบอกจมปุกទី1ការវិលត្រឡប់វិសាលទម្លាក់ខ្លួនអង្គុយលើកៅអីបត់ឈើដ៏ចាស់ទ្រុឌទ្រោមមុខពិធីរាយដែលត្រូវបានគេតុបតែងដោយក្រណាត់សខ្មៅសម្រាប់ពិធីបុណ្យសពក្លិនធូបនិងផ្កាភ្ញីលាយលំនឹងក្លិនដីហុយភូមិឋានកំណែតរបស់គេបានធ្វើឲ្យវិសាលមានអារម្មណ៍ថាបេះដូងរបស់គេធ្ងន់ធ្ងរដោយមានអ្វីសង្កត់នេះជាលើកទី1ហើយដែលវិសាលវិលត្រឡប់មកភូមិចំបក់វិញបន្ទាប់ពីគេបានចេញទៅរៀននិងធ្វើការនៅទីក្រុងភ្នំពេញអស់រយៈពេលជិត10ឆ្នាំការវិលត្រឡប់លើកនេះមិនមែនជាការមកលេងសប្បាយនោះទេតែជាការមកចូលរួមពិធីបុណ្យសពរបស់យាយជាទីស្រឡាញ់ភូមិចំបក់ជាភូមិមួយដ៏ដាច់ស្រយាលឆ្ងាយពីទីក្រុងដែលមានផ្លូវលំដីក្រហមមួយខ្សែជាផ្លូវដ៏សំខាន់បំផុតសម្រាប់ការធ្វើដំណើរចេញចូលភូមិផ្លូវលំនេះវែងអន្លាយគ្មានភ្លើងបំភ្លឺនៅពេលយប់ហើយអំដោយដើមឈើធំធំចាស់ចាស់ដែលដុះត្រៀបត្រានៅសងខាងផ្លូវជាយូរយារណៈមកហើយចុងមកខាងនៃផ្លូវលំនេះតតផ្ទាស់ទៅនឹងផ្លូវជាតិដែលរថយន្តអាចធ្វើដំណើរបានរីឯចុងមកខាងទៀតរត់កាត់កណ្ដាលភូមិទៅដល់វត្តនិងទីបញ្ចុះសពដែលស្ថិតនៅក្បែរមាត់ទន្លេកាលពីក្មេងវិសាលធ្លាប់ដើរលេងនៅលើផ្លូវលំនេះរាល់ថ្ងៃជាមួយមិត្តភ័ក្តិរបស់គេតែឥឡូវនេះផ្លូវលំនោះមើលទៅកាន់តែស្ងាត់ជ្រងំនិងអាចធ្វើកំបាំងជាងមុនទៅទៀតយប់ទី1នៃពិធីបុណ្យសពបានមកដល់ក្រោយពីការងារមួយម៉ាញ់ពេញមួយថ្ងៃបានបញ្ចប់នៅម៉ោងប្រមាណជា9យប់ទៅហើយវិសាលបានចងចាំថាគេភ្លេចយកថ្នាំប្រចាំកាយរបស់យាយដែលគេទុកនៅផ្ទះមីងម៉ាលីដែលជាប្អូនស្រីប្រកាសរបស់យាយផ្ទះមីងម៉ាលីនៅមិនឆ្ងាយប៉ុន្មានពីផ្ទះយាយនោះទេតែវាតម្រូវឲ្យគេដើរកាត់ផ្លូវលំដែលគ្មានភ្លើងនៅពេលយប់វិសាលបានកាន់ពិលចាស់មួយដើមចេញពីផ្ទះខ្យល់រាត្រីបក់ផាត់មកត្រូវផ្ទៃមុខរបស់គេត្រជាក់ស្រាបសំឡេងសត្វចង្រិតយំរងំលាយលំជាមួយសំឡេងសត្វកង្កែបដែលលោតនៅតាមគែមផ្លូវដែលមានគំផតព្រៃដុះត្រៀបត្រាក្មួយវិសាលទៅណាតែងយប់អីចឹងសំឡេងមីងម៉ាលីបានបន្លឺឡើងពីចម្ងាយនៅពេលដែលវិសាលកំពុងដើរសំដៅទៅផ្ទះមីងម៉ាលីដែលនៅខាងមុខបានមីងខ្ញុំទៅយកថ្នាំយាយដែលខ្ញុំទុកនៅផ្ទះមីងឯណោះអីចឹងអានឹងវាល្ងាចហើយតាក្មួយផ្លូវនឹងងងឹតណាស់កុំទៅចរន្តពេកអីណាក្មួយជាពិសេសក្បែរដើមផូចាស់នោះមីងម៉ាលីបាននិយាយដោយសំឡេងតិចៗមុននឹងចូលទៅក្នុងផ្ទះវិញវិសាលបានត្រឹមងក់ក្បាលហើយបន្តដំណើរវិសាលបានចាប់ផ្ដើមមានអារម្មណ៍ធម្មតាវិសាលបានចាប់ផ្ដើមមានអារម្មណ៍ប្លែកនៅពេលដែលគេដើរកាន់តែឆ្ងាយពីផ្ទះអ្នកភូមិពន្លឺពេលរបស់គេបានរះចំផ្លូវលំដែលពោរពេញទៅដោយធូលីដីដើមឈើខ្ពស់ខ្ពស់ដែលដុះនៅសងខាងផ្លូវមើលទៅដូចជាស្រមោលយក្សដែលកំពុងឈរយាមផ្លូវខ្យល់បានចាប់ផ្ដើមបក់កាន់តែខ្លាំងឡើងហើយសំឡេងខ្យល់បក់បានធ្វើឲ្យស្លឹកឈើរើកុនត្រាក់បន្លឺឡើងដូចជាសំឡេងខ្សឹបខ្សៀវអ្វីមួយយ៉ាងវិសាលបានចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់កំពុងដើរតាមគេបានងាកក្រោយដើម្បីពិនិត្យមើលតែមិនមាននរណាម្នាក់នៅទីនោះឡើយគេបានបន្តដំណើរទៅមុខទៀតហើយក៏បានឮសំឡេងខ្សឹបខ្សៀវម្ដងទៀតលើកនេះសំឡេងនោះកាន់តែច្បាស់ជាងមុនទៅទៀតវាជាសំឡេងស្រីម្នាក់កំពុងតែច្រៀងយ៉ាងពីរោះលាយលំជាមួយភាពសោកសៅសំឡេងច្រៀងនោះបានធ្វើឲ្យវិសាលព្រឺសម្បុតខ្ញាក់គេបានឈប់ដើរហើយបានស្ដាប់យ៉ាងយកចិត្តទុកដាក់សំឡេងច្រៀងនោះហាក់ដូចជាបន្លឺឡើងពីទីឆ្ងាយនៃផ្លូវលំដែលឆ្ពោះទៅរកទីបញ្ចុះសពវិសាលបានបិទភ្នែករបស់គេហើយបានគិតថាគេប្រហែលជាស្ដាប់ច្រឡំឬក៏ដោយសារតែគេនឿយហត់ពេកក៏មិនដឹងគេបានបន្តដំណើរទៅមុខទៀតហើយបានទៅដល់ផ្ទះមីងម៉ាលីដោយសុវត្ថិភាពនៅពេលដែលគេត្រឡប់មកផ្ទះយាយវិញវិសាលនៅតែឮសំឡេងច្រៀងនោះនៅក្នុងចិត្តរបស់គេបានព្យាយាមបំភ្លេចវាចោលហើយបានចូលទៅដេកចំពោះទី2សំឡេងខ្សឹបខ្សៀវពីថ្ងៃក្រោយមកពិធីបុណ្យជាថ្ងៃរបស់យាយក៏ត្រូវបានរៀបចំឡើងនៅល្ងាចនោះដែរវិសាលត្រូវបានពូរបស់គេប្រើឲ្យទៅយកចានឆ្នាំងមួយចំនួនដែលបានខ្ចីពីផ្ទះលោកគ្រូអាចារ្យនៅឯចុងភូមិនៅក្បែរវត្តការទៅយកចានឆ្នាំងទាំងនោះត្រឹមត្រូវឲ្យវិសាលដើរកាត់ផ្លូវលំដដែលធ្លាប់ធ្វើឲ្យគេព្រឺសម្បូរនោះលើកនេះវិសាលបានត្រៀមខ្លួនយ៉ាងល្អគេបានកាន់ពិលពីដើមហើយបានពាក់អាវដៃវែង
ដើម្បីឲ្យមានអារម្មណ៍កក់ក្ដៅនៅពេលដែលវិសាលដើរទៅដល់ពាក់កណ្ដាលផ្លូវសំឡេងច្រៀងដ៏ពីរោះលាយលំដោយភាពសោកសៅនោះបានបន្លឺឡើងម្ដងទៀតលើកនេះសំឡេងនោះកាន់តែច្បាស់ជាងមុនទៅទៀតហើយវាហាក់ដូចជាបន្លឺឡើងនៅជិតត្រចៀករបស់គេវិសាលបានឈប់ដើរហើយបានញាក់ក្រោយយ៉ាងលឿនពន្លឺពិលរបស់គេបានរះចំគុម្ពោតព្រៃដែលនៅសងខាងផ្លូវមិនមាននរណាម្នាក់នៅទីនោះឡើយគេបានងាកទៅមុខវិញហើយក៏បានឃើញស្រមោលពណ៌សមួយរំកិលខ្លួនយ៉ាងលឿននៅចុងផ្លូវនៅក្បែរដើមពោធិ៍ធំដែលមីងម៉ាលីធ្លាប់ប្រាប់ឲ្យគេប្រយ័ត្នវិសាលបានព្រឺសម្បកខ្ញាក់ជាលើកទី2បេះដូងរបស់គេបានលោតញាប់យ៉ាងខ្លាំងគេបានប្រាំងរត់ទៅផ្ទះលោកគ្រូអាចារ្យទាំងភ័យផងទាំងរន្ធត់ផងនៅពេលដែលវិសាលត្រឡប់មកផ្ទះវិញគេបានសួរមីងម៉ាលីនិងពូរបស់គេអំពីរឿងសំឡេងច្រៀងនោះមីងម៉ាលីបានប្រាប់គេថាក្មួយកុំស្ដាប់វាអីក្មួយវាមិនមែនជាសំឡេងមនុស្សធម្មតានោះទេពូរបស់គេបានប្រាប់គេថាផ្លូវនឹងវាមានបារមីក្មួយយើងកុំនិយាយពីវាច្រើនពេកអីវិសាលបានសួរទៅលោកតាម្នាក់ដែលអង្គុយនៅក្បែរនោះលោកតាបានប្រាប់គេថារឿងហ្នឹងវាមានយូរហើយក្មួយវាជារឿងរបស់នាងកែវចំពោះទី3រឿងនិទានដ៏សោកសៅដោយការចង់ដឹងខ្លាំងពេកវិសាលបានសុំឲ្យមីងម៉ាលីប្រាប់គេអំពីរឿងនាងកែវមីងម៉ាលីបានស្ទាក់ស្ទើរមួយសន្ទុះមុននឹងសម្រេចចិត្តប្រាប់គេរឿងហ្នឹងវាកើតឡើងជាង50ឆ្នាំមុនម្លេះក្មួយមីងម៉ាលីបានចាប់ផ្ដើមនិយាយដោយសំឡេងតិចៗនាងកែវជាស្រីក្រមុំម្នាក់ដ៏ស្រស់ស្អាតជាងគេនៅក្នុងភូមិរបស់យើងនាងមានសក់ខ្មៅវែងរលាក់ភ្នែកមូលថ្លានិងសំឡេងច្រៀងដ៏ពីរោះរណ្ដំនាងមានចិត្តល្អនិងមានមន្តស្នេហ៍ណាស់នាងបានស្រឡាញ់បុរសម្នាក់នៅភូមិក្បែរនោះតែឪពុកម្ដាយរបស់នាងមិនបានយល់ព្រមទេព្រោះពួកគាត់បានចង់ឲ្យនាងរៀបការជាមួយនឹងកូនរបស់អ្នកមានម្នាក់នៅក្នុងភូមិរបស់យើងដែលជាមនុស្សកំណាចនិងឆាវនាងកែវមិនបានយល់ព្រមនោះទេហើយបានរត់ចេញពីផ្ទះដើម្បីទៅជួបសង្សាររបស់នាងនៅលើផ្លូវលំនេះឯងយប់មួយដ៏ងងឹកនាងកែវបានលួចចេញពីផ្ទះដើម្បីទៅជួបសង្សាររបស់នាងនៅក្បែរដើមពោធិ៍ចាស់នោះតែនាងមិនបានដឹងថាបុរសដែលឪពុកម្ដាយរបស់នាងចង់ឲ្យរៀបការជាមួយនោះបានលួចតាមនាងមកពីក្រោយនោះទេនៅពេលដែលនាងទៅដល់ដើមពោធិ៍នោះបុរសនោះក៏បានលោតចេញមកពីគុម្ពោតព្រៃហើយបានចាក់នាងជាជ្រឹងកំបិតដោយសារតែក្តីប្រច័ណ្ឌនាងបានដួលស្លាប់នៅទីនោះឯងក្មួយបុរសនោះបានយកសាកសពរបស់នាងទៅបោះចោលក្នុងទន្លេដើម្បីបំបត្តិភស្តុតាងមនុស្សម្នាបានតាមរកនាងជាច្រើនថ្ងៃតែរកមិនឃើញសូម្បីតែបន្តិចព្រលឹងរបស់នាងបានជួបនៅលើផ្លូវលំនេះឯងក្មួយព្រោះនាងមិនទាន់បានទទួលយុត្តិធម៌នាងតែងតែចេញមកយាមនៅក្បែរដើមពោធិ៍នោះនៅពេលយប់ដើម្បីស្វែងរកសង្សាររបស់នាងនិងដើម្បីស្វែងរកយុត្តិធម៌ឲ្យខ្លួននាងមីងបានឮថាអ្នកដែលចេញទៅយប់តែងតែឮសំឡេងច្រៀងរបស់នាងហើយបើអ្នកណាម្នាក់មើលទៅឃើញនាងឬក៏ឆ្លើយតបនឹងនាងអ្នកនោះនឹងជួបគ្រោះជាមិនខាននាងនឹងតាមអ្នកនោះរហូតដល់ស្លាប់មីងម៉ាលីបានបំពេចរឿងដោយទឹកមុខស្លេកស្លាំងវិសាលបានព្រឺសម្បកខ្ញាក់ពេញខ្លួនគេមានអារម្មណ៍ថាភ័យខ្លាចលាយឡំនឹងក្តីអាណិតអាសូរចំពោះនាងកែវគេបានព្យាយាមនិយាយថាវាគ្រាន់តែជារឿងនិទានចាស់ៗប៉ុណ្ណោះតែបេះដូងរបស់គេនៅតែលោតញាប់ចំពោះទី4ស្រមោលអន្ទងថ្ងៃទី5នៃបុណ្យយាយបានមកដល់វិសាលចាំបាច់ត្រូវទៅយកអីវ៉ាន់បន្ថែមទីហាងនៅកណ្ដាលភូមិនៅពេលយប់លើកនេះមិនមែននរណាម្នាក់អាចទៅជាមួយគេបានឡើយព្រោះអ្នករាល់គ្នារវល់នឹងការងារវិសាលបានបិទភ្នែករបស់គេហើយបានប្រឹងប្រមូលស្មារតីគេបានយកពិលពីដើមជាប់នឹងខ្លួនហើយបានចេញដំណើរនៅពេលដែលវិសាលដើរកាត់ផ្លូវលំនោះបេះដូងរបស់គេបានលោតកាន់តែញាប់ជាងមុនទៅទៀតសំឡេងច្រៀងរបស់នាងកែវបានបន្លឺឡើងយ៉ាងច្បាស់លាស់នៅក្នុងត្រចៀករបស់គេលើកនេះសំឡេងនោះកាន់តែពីរោះនិងសោកសៅជាងមុនទៅទៀតធ្វើឲ្យគេមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងតែទាញគេឲ្យចូលទៅរកសំឡេងនោះវិសាលបានប្រឹងដើរយ៉ាងលឿនដោយមិនហ៊ានងាកក្រោយ
តែស្រមោលពណ៌សនោះបានចាប់ផ្ដើមលេចឡើងនៅពីមុខគេវាមិនមែនជាស្រមោលព្រាលទៀតនោះទេតែវាជារូបរាងរបស់ស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សសក់ខ្មៅវែងរលាស់មុខរបស់នាងត្រូវបានគ្របដោយភាពងងឹតនាងបានរំកិលខ្លួនយ៉ាងយឺតនៅពីមុខគេហើយបានឈរបាំងភ្លឺរបស់គេវិសាលបានឈប់ដរាបភ្លាមគេមានអារម្មណ៍ថាត្រជាក់ស្រេពេញខ្លួនទោះបរិជាអាកាសធាតុមានត្រជាក់ក៏ដោយខ្យល់បានចាប់ផ្ដើមបក់ផាត់មកកាន់តែខ្លាំងឡើងហើយសំឡេងស្លឹកឈើបានបន្លឺឡើងដូចជាសំឡេងខ្សឹបខ្សៀវអ្វីមួយយ៉ាងវិសាលបានសម្លឹងមើលទៅនាងកាវដែលកំពុងឈរនៅពីមុខគេនាងបានលើកដៃរបស់នាងឡើងហើយបានហៅគេឲ្យចូលទៅជិតវិសាលបានប្រឹងបិទភ្នែករបស់គេយ៉ាងណែនព្រោះគេនឹកឃើញពីមីងម៉ាលីដែលបានប្រាប់គេថាកុំឲ្យឆ្លើយតបនឹងនាងជាដាច់ខាតនៅពេលដែលវិសាលបានបើកភ្នែករបស់គេវិញនាងកែវបានបាត់ខ្លួនទៅហើយគេបានដកដង្ហើមធំខ្វាយការធូរស្រាលតែភ្លាមនោះគេក៏បានឮសំឡេងយំដ៏សោកសៅរបស់នាងកែវបន្លឺឡើងនៅខាងក្រោយក្នុងរបស់គេវិសាលបានងាកក្រោយយ៉ាងលឿនហើយក៏បានឃើញនាងកែវកំពុងឈរនៅពីក្រោយគេដោយទឹកមុខសោកសៅនាងបានលើកដៃរបស់នាងហើយបានចាប់ស្មារបស់គេដៃរបស់នាងត្រជាក់ស្រេបដោយទឹកកកធ្វើឲ្យវិសាលព្រឺសម្បកខ្ញាក់គេបានស្រែកឡើងហើយបានរត់ចេញពីនាងយ៉ាងលឿនសំឡេងយំរបស់នាងកែវបានបន្លឺឡើងតាមពីក្រោយគេរហូតដល់គេរត់មកដល់ផ្ទះវិញចំពោះទី5យប់ដ៏ខ្មៅងងឹតវិសាលបានចូលទៅក្នុងបន្ទប់របស់គេហើយបានបិទទ្វារយ៉ាងណែនគេបានអង្គុយនៅលើគ្រែដោយមានអារម្មណ៍ថាភ័យខ្លាចរហូតដល់ទ្រាំលែងបានគេនៅតែឮសំឡេងច្រៀងរបស់នាងកែវបន្លឺឡើងពីខាងក្រៅទោះបីជាសំឡេងនោះស្រាលក៏ដោយគេបានព្យាយាមគេងតែគេងមិនលក់គេបានបិទភ្នែករបស់គេហើយក៏បានឃើញមុខរបស់នាងកែវដែលស្លេកស្លាំងនិងសោកសៅនៅក្នុងចិត្តរបស់គេវិសាលបានសម្រេចចិត្តថាគេត្រូវតែចាកចេញពីភូមិនេះនៅថ្ងៃស្អែកភ្លាមគេមិនអាចទ្រាំទ្រនឹងការភ័យខ្លាចនេះតទៅទៀតបានឡើយគេបានរៀបចំអីវ៉ាន់របស់គេហើយបានរងចាំឲ្យដល់ពេលព្រឹកតែការរងចាំនោះហាក់ដូចជាយូរអង្វែងណាស់វិសាលបានមើលទៅក្រៅបង្អួចហើយក៏បានឃើញស្រមោលពណ៌សមួយរំកិលខ្លួននៅខាងក្រៅបង្អួចរបស់គេបានលោតចេញពីគ្រែហើយបានស្រែកឡើងដោយការភ័យខ្លាចមីងម៉ាលីបានរត់ចូលមកក្នុងបន្ទប់របស់គេហើយបានសួរគេថាមានរឿងអីក្មួយមានរឿងអីវិសាលមិនអាចនិយាយអ្វីបានឡើយគេគ្រាន់តែចង្អុលទៅខាងក្រៅបង្អួចមីងម៉ាលីបានមើលទៅក្រៅបង្អួចតែមិនឃើញអ្វីទាំងអស់នាងបានអង្រួនក្បាលរបស់នាងហើយបានប្រាប់គេថាក្មួយប្រហែលជានឿយហត់ពេកហើយវិសាលមិនបានជឿមីងម៉ាលីនោះទេគេបានដឹងថាអ្វីដែលគេបានឃើញនោះគឺជាការពិតគេបានបិទភ្នែករបស់គេហើយបានអធិស្ឋានសូមឲ្យព្រឹកព្រលឹមឆាប់មកដល់ចំពោះទី6ការប្រជុំមុខទីបំផុតពេលព្រឹកក៏បានមកដល់វិសាលបានងើបពីដណ្ដែកហើយបានមានអារម្មណ៍ថាអស់កម្លាំងលហិតលហើយគេមិនបានគេងពេញមួយយប់នោះទេគេបានប្រាប់មីងម៉ាលីថាគេត្រូវតែត្រឡប់ទៅភ្នំពេញវិញនៅថ្ងៃនេះមីងម៉ាលីបានយល់ព្រមហើយបានប្រាប់គេថាឡានក្រុងនឹងចេញនៅម៉ោង6ព្រឹកវិសាលត្រូវតែដើរទៅផ្លូវជាតិដែលនៅជុំផ្លូវលំភូមិដើម្បីចាប់ឡានក្រុងវិសាលបានកាន់កាបូបស្ពាយរបស់គេហើយបានចេញពីផ្ទះពេលនោះនៅតែងងឹតនៅឡើយព្រោះព្រះអាទិត្យមិនទាន់រះពេញលេញនៅឡើយផ្លូវលំភូមិនៅតែស្ងាត់ជ្រងដូចខ្សាប់មួយដងវិសាលបានប្រឹងដើរយ៉ាងលឿនដោយមិនហ៊ានងាកក្រោយនៅពេលដែលគេដើរទៅដល់ពាក់កណ្ដាលផ្លូវត្រង់កន្លែងដើមពោធិ៍ធំនោះស្រមោលពណ៌សរបស់នាងកែវបានលេចឡើងម្ដងទៀតនៅពីមុខគេលើកនេះនាងបានលេចឡើងយ៉ាងច្បាស់លាស់ពេញលេងមុខរបស់នាងស្លែកស្លាំងភ្នែករបស់នាងទទេស្អាតមាត់របស់នាងបើកចំហដូចជាកំពុងតែស្រែកអ្វីមួយយ៉ាងនាងបានលើកដៃរបស់នាងឡើងហើយបានចង្អុលទៅវិសាលសំឡេងច្រៀងរបស់នាងបានបន្លឺឡើងយ៉ាងខ្លាំងលាយឡំជាមួយសំឡេងយំសោកសៅរបស់នាង
ខ្យល់បានបក់បោកយ៉ាងខ្លាំងធ្វើឲ្យដើមឈើធំៗនៅសងខាងធ្លូរើសកន្ត្រាក់ដូចជាកំពុងតែរាំវិសាលបានស្រែកឡើងដោយការភ័យខ្លាចហើយបានព្យាយាមរត់តែជើងរបស់គេដូចជាត្រូវបានជាប់ទៅនឹងដីគេមិនអាចរើខ្លួនបានឡើយនាងកែវបានរំកិលខ្លួនចូលមកជិតគេហើយបានចាប់ករបស់គេដៃរបស់នាងត្រជាក់ស្រែបដូចទឹកកកធ្វើឲ្យវិសាលថប់ដង្ហើមគេបានប្រឹងរើបំរាស់តែមិនអាចរើរួចនាងកែវបានអូសគេទៅរកដើមពោធិ៍ធំនោះវិសាលបានឃើញរូបភាពមួយផ្លែតងងក្បាលរបស់គេរូបភាពរបស់នាងកែវដែលត្រូវបានបរិសម្នាក់ចាក់ជាច្រើនកាំបិតឈាមបានហូរចេញពីខ្លួនរបស់នាងហើយនាងបានដួលស្លាប់នៅក្រោមដើមពោធិ៍នោះវិសាលបានស្រែកឡើងដោយការភ័យខ្លាចហើយបានព្យាយាមបិទភ្នែករបស់គេសំឡេងស្រែករបស់វិសាលបានបន្លឺឡើងពេញផ្លូវលំភុំនាងកែវបានដាក់កម្លាំងកាន់តែខ្លាំងលើករបស់គេវិសាលបានចាប់ផ្ដើមបាត់បង់ស្មារតីរូបភាពរបស់នាងកែវបានចាប់ផ្ដើមព្រាលនៅក្នុងភ្នែករបស់គេភ្លាមនោះពន្លឺព្រះអាទិត្យដំបូងបានចាប់ផ្ដើមរះចេញពីខាងក្រោយដើមឈើពន្លឺនោះបានរះចំមុខរបស់នាងកែវរូបរាងរបស់នាងបានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងនាងបានស្រែកយំយ៉ាងខ្លាំងហើយបានលែងដៃរបស់នាងចេញពីករបស់វិសាលនាងបានបាត់ខ្លួនទៅក្នុងដើមពោធិ៍នោះបាត់ទៅហើយចំពោកទី7ឥទ្ធិពលដ៏ត្រជាក់វិសាលបានរត់ចេញពីផ្លូវលំនោះយ៉ាងលឿនដោយមិនហ៊ានងាកក្រោយគេបានទៅដោយផ្លូវជាតិហើយបានចាប់ឡានក្រុងទៅភ្នំពេញគេបានអង្គុយនៅក្នុងឡានក្រុងដោយមានអារម្មណ៍ថាអស់កម្លាំងលហិតលហៃនិងភ័យខ្លាចច្រើនខែក្រោយមកវិសាលបានត្រឡប់មកធ្វើការនៅភ្នំពេញវិញតែគេមិនមែនជាវិសាលចាស់ទៀតនោះទេគេបានក្លាយជាមនុស្សម្នាក់ដែលមានអារម្មណ៍ភ័យខ្លាចនិងបារម្ភគ្រប់ពេលវេលាគេតែងតែឮសំឡេងច្រៀងរបស់នាងកែវនៅក្នុងត្រចៀករបស់គេជាពិសេសនៅពេលយប់គេតែងតែឃើញស្រមោលពណ៌សរំកិលខ្លួននៅក្នុងភ្នែករបស់គេនៅពេលដែលគេងាកមើលទៅកញ្ចក់ឬក៏បង្អួយងងឹតគេមិនដែលនិយាយរឿងនេះទៅនរណាម្នាក់ឡើយគេបានព្យាយាមបំភ្លេចវាចោលតែគេមិនអាចបំភ្លេចបានឡើយរឿងនោះបានคล้ายជាផ្នែកមួយនៃជីវិតរបស់គេល្ងាចមួយនៅពេលដែលវិសាលកំពុងរៀបចំអីវ៉ាន់របស់គេនៅក្នុងកាបូបស្ពាយគេក៏បានឃើញវត្ថុមួយដ៏ចម្លែកវាជាសិតសក់ឈើមួយដ៏ចាស់ដែលឆ្លាក់យ៉ាងល្អិតល្អន់ជាមួយនឹងរូបផ្កាចម្ប៉ាសិតសំនោះត្រូវបានប្រឡាក់ដោយដីនិងមានក្លិនដូចដីភោគវិសាលមិនដែលមានសិតសក់បែបនេះនោះទេគេមិនដឹងថាវាមកពីណានោះទេគេបានចាប់សិតសក់នោះឡើងហើយក៏បានព្រឺសម្បូរខ្ញាកគេនឹកឃើញរូបភាពរបស់នាងកែវដែលមានសក់ខ្មៅវែងរឡាសំឡេងច្រៀងរបស់នាងកែវបានបន្លឺឡើងយ៉ាងច្បាស់លាស់នៅក្នុងត្រចៀករបស់គេវិសាលបានដឹងថានាងកែវមិនទាន់បានចាកចេញពីគេនោះទេនាងបានទុកវត្ថុមួយជាមួយគេជាភស្តុតាងថានាងនៅតែនៅក្បែរគេផ្លូវលំភូមិចម្បក់និងនាងកែវបានក្លាយជាផ្នែកមួយនៃជីវិតរបស់វិសាលជារៀងរហូតទៅគេនឹងត្រូវរស់នៅជាមួយនឹងការភ័យខ្លាចនេះរហូតដល់ថ្ងៃស្លាប់